ហើយបាយចាប់ដល់ហើយនេះស្រូវបាញ់ឆ្នាំ2 3មុខឲ្យអត់បាត់ជំងឺរលាកស្លឹកហ្នឹងសោះដឹងថាមិនបាច់ទេឆ្នាំហ្នឹងបានផលលេងបានទេមើលទៅសងថ្លៃជីថ្លៃឆ្នាំគេរួចអត់ទេអើយតែស្រូវគេក្បែរហ្នឹងដូចល្អដែរពីមុនឃើញរលាកស្លឹកសោះឥឡូវអត់ដឹងថាបាញ់ឆ្នាំអីល្អដល់ហើយហូរទៅសួរមើលម្ចាស់គេបន្តិចសិនស្រូវតាំងពីប្រើឆ្នាំស៊ុបបខុប85ហ្នឹងមកនេះយើងល្អជាងមុនណាឆ្នាំហ្នឹងប្រហែលបានទិន្នផលខ្ពស់ជាងមុនហើយតែជាពាក់ធនាគារឯងខ្ញុំអើយវិស័យធ្វើអីហ្នឹងពិសានឯងពងដកស្មៅស្រូវតិចអើយមើលសុំសួរស្រូវតិចមកប្រើឆ្នាំអីល្អមែនចង់សួរអីគេមកហ្នឹងហើយវិស័យចង់សួរវិស័យឯងថាស្រូវប្រើឆ្នាំអីល្អមែនក៏មុនឃើញកើតជំងឺសពងស្លាប់ដែរសោះឥឡូវដូចយ៉ាងល្អជាងមុនឯងប្រើឆ្នាំស៊ុបបខុប85ហើយតាំងប្រើឆ្នាំហ្នឹងមកវាកាត់បន្ថយជំងឺដឿងស្លឹកហ្នឹងហើយវាចាប់ដើមលូតលាស់ល្អខ្ជិលខ្ចីអញ្ចឹងណាវិសានឯងសាក់ប្រើឆ្នាំហ្នឹងដែរមកឃើញស្រូវវិសានឯងរៀងលឿងស្លឹកហ្នឹងដែរហ្នឹងហើយថាមកសួរវិស័យឯងព្រោះឈ្មោះឆ្នាំហ្នឹងឥឡូវទៅវិញព្រោះទិញឆ្នាំហ្នឹងប្រើដែរមិនម៉ែប្រាប់គ្នាផងថាពេលប្រើឆ្នាំហ្នឹងប្រសិទ្ធភាពមិនហ្នឹងហើយអត់អីទេចាំមើលរត់ទៅទិញឆ្នាំបាយសិនណាអូខេអរគុណច្រើនបាយបាយស្រូវចាប់ផ្ដើមលាស់ខ្ចីមកវិញហើយតានេះតាំងពីប្រើឆ្នាំតាមវិស័យមកដូចជាងមុនថតឲ្យវិស័យមកសិនជួយយកបាត់រត់ Telegram មកទៅឃើញនេះវិស័យស្រូវខ្ញុំតាំងពីប្រើឆ្នាំវិស័យឯងមកល្អជាងមុនណាតំណាគេឆានមកអញវិញនេះវិស័យស្រូវខ្ញុំតាំងពីប្រើឆ្នាំវិស័យឯងមកល្អជាងមុនណាល្អហើយមែនមើលទៅមើលទៅមើលចង់មិនហើយវិសានគឺថាស្រូវល្អវិញទេហ្នឹងហើយវិស័យស្រូវចាប់ផ្ដើមខៀវលាស់ជាងមុននេះតាំងពីប្រើឆ្នាំហើយស៊ុបខុប85តាមវិស័យមើលទៅលាស់ល្អនេះហ្នឹងហើយអរគុណច្រើនណាស់ដែលបានជួយណែនាំឆ្នាំអីទេស្រីយើងចិត្តគ្នាចេះជួយគ្នាអញ្ចឹងបាទហ្នឹងហើយអរគុណច្រើនមើលមកម៉ោងម៉ាននេះអូយយកទៅហៅទៅដាំបាយប្តីស៊ីសិនហ្នឹងហើយអរគុណច្រើនបាយបាយ